ស្ដីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel SMK សារជាថ្មីអញ្ចឹងនៅថ្ងៃនេះខ្ញុំនឹងមកចែករំលែកចំណេះដឹងខ្លីៗទាក់ទងទៅនឹង YouTube ហើយថ្ងៃនេះខ្ញុំលើកអត្ថបទមកនិយាយអំពីការផុសវីដេអូនៅថ្ងៃណាម៉ោងណាដើម្បីឲ្យ YouTube suggest វីដេអូរបស់យើងឲ្យមានគេមើលឃើញច្រើនបាទណាអញ្ចឹងខ្ញុំនឹងសង្ខេបខ្លីៗជូនទៅបងប្អូនទាំងអស់គ្នាថាគួរផុសថ្ងៃណាម៉ោងណាទៅល្អទៅ YouTube suggest វីដេអូរបស់យើងរុញវីដេអូរបស់យើងទៅឲ្យមនុស្សនៅប្រទេសអឺរ៉ុបឬក៏អាស៊ីឃើញកាន់តែច្រើនអូខេអញ្ចឹងខ្ញុំនឹងសរសេរ title មួយសម្រាប់បញ្យល់បងប្អូនពីមួយចំណុចទៅមួយចំណុចហើយខ្ញុំក៏មានការបង្ហាញខ្លះៗជូនបងប្អូនអូខេអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំបានលើកមកនិយាយអំពីបាទការកំណត់បាទម៉ោងចាំពេកបងប្អូនអូខេការកំណត់ម៉ោងដៃសរសេរខុសរហូតខ្ញុំម៉ោងផុសបាទវីដេអូបាទ YouTube ណាអើយគេបាទមើលឃើញច្រើនណាបងប្អូនមើលឃើញច្រើនអូខេមានអីខ្លះចឹងការកំណត់ម៉ោងផុសវីដេអូ YouTube ឲ្យមានគេមើលច្រើនបូម៉ោងនេះត្រូវមានអីគេខ្ញុំដាក់ទីថ្ងៃបាទថ្ងៃចឹងថ្ងៃក្នុងមួយអាទិត្យមានប៉ុន្មានថ្ងៃមួយអាទិត្យមាន7ថ្ងៃណាអូខេចឹងក្នុងមួយអាទិត្យមាន7ថ្ងៃតែយើងគួរផុសវីដេអូម៉ោងណាបងប្អូនផុសម៉ោងណាចាំបន្តិចនៅប្រាប់អានេះវាអាស្រ័យទៅលើវីដេអូរបស់យើងដែរណាបងប្អូនចឹងខ្ញុំលើកវីដេអូមកចំនួនសំទោសខ្ញុំលើក content ចំនួនឧទាហរណ៍ថាចំនួន5ចុះ5 content ណាបាទ5 con បាទ10ពី5 content ហើយមាន content អីខ្លះហ្នឹងខ្ញុំនឹងប្រាប់មួយអូខេចំពោះបងប្អូនដែលលេង content ប្រភេទ blog បាទប្រភេទវីដេអូ blog ណាបងប្អូនគួរផុសបាទចប់ខ្ញុំសម្បត្តិទៅចាប់មួយស្រួលបាទប្រភេទអីគេប្រភេទ blog បាទប្រភេទ blog នេះបងប្អូនគួរតែផុសនៅបាទនៅថ្ងៃស្រាប់កម្ពុជាណាថ្ងៃអាទិត្យបាទថ្ងៃអាទិត្យសេខត្រូវនេះមើលអស់អូខេបងប្អូនគួរតែផុសថ្ងៃអាទិត្យឬក៏ថ្ងៃសៅរ៍ណាតែស្អីបានជាខ្ញុំឲ្យផុសថ្ងៃអាទិត្យដោយសារតែថ្ងៃអាទិត្យបងប្អូននៅកម្ពុជាគឺមានពេលសម្រាប់ច្រើនបាទហើយយើងផុសមួយអាទិត្យមួយវីដេអូឬក៏ពីរវីដេអូទៅបើថាបងប្អូនផុសពីរវីដេអូផុសថ្ងៃច័ន្ទថ្ងៃអាទិត្យទៅល្អថាបងប្អូនផុសតែមួយវីដេអូទេផុសថ្ងៃអាទិត្យទៅណាព្រោះវីដេអូពេល blog ហើយម៉ោងដែលគួរផុសបាទម៉ោងណាម៉ោងបាទម៉ោងត្រង់ម៉ោង5នេះយ៉ា sorry ចាំពេកបងប្អូនត្រង់ម៉ោង5ដាក់បូកណាដល់ម៉ោង7ណាម៉ោង5ដល់ម៉ោង7សេអញ្ចឹងវាស្រួលជាងណាដល់ម៉ោង7ណាអញ្ចឹងនេះពេលល្ងាចផិចដាក់ AM PM ទៀតណាអូខេអញ្ចឹងដាក់ល្ងាចអញ្ចឹងទៅម៉ោង5ល្ងាចដល់ម៉ោង7ល្ងាចណាអូខេអានេះជាប្រភេទ blog ពីម៉ោង5ដល់ម៉ោង7ហើយថ្ងៃដែលផុសគឺផុសអាទិត្យទៅល្អអាហ្នឹងតាមយោបល់របស់ខ្ញុំទេហើយបើបងប្អូនយល់ឃើញបែបម៉េចបងប្អូនផុសតាមហ្នឹងទៅហើយដាក់ម៉ោងវាផុសឲ្យត្រូវណាឲ្យទៀងទៀតវីដេអូ YouTube វាទូទៅវាតាមដាន channel របស់យើងដែរបើ channel យើងថ្មីអញ្ចឹងវាតាមដាន channel របស់យើងពី2ខែទៅ3ខែអីឬក៏ខ្លះខ្លួនជាងហ្នឹងទៅវាទៀង
ចំណុចនេះបានន័យថា YouTube វាចង់ដឹងថា channel របស់យើងវាយើងបានផុសវីដេអូទៀងទាត់អត់អញ្ចឹងដល់ពេលណាដែលយើងផុសវីដេអូទៀងទាត់ឲ្យត្រូវពេលវេលាត្រូវថ្ងៃអញ្ចឹង YouTube វានឹងចាប់ channel របស់យើងថាអូ channel របស់យើងនេះធ្វើជាប្រភេទអីប្រភេទ vlog អញ្ចឹងវានឹងរុញ channel របស់យើងទៅកាន់ទស្សនិកជនដែលគាត់ចូលចិត្តមើលប្រភេទ vlog ណាអាហ្នឹងណាចឹងបងប្អូនផុសទៅហើយទូទៅការសាក់ចេះវីដេអូក្នុង channel តាមបទពិសោធន៍របស់ខ្ញុំចន្លោះពី10វីដេអូឡើងអាហ្នឹង YouTube វារុញខ្លះហើយវារុញឲ្យគេឃើញហើយបើថាផុសទៅវាផ្ទុះមួយវីដេអូគឺវីដេអូផ្សេងៗគឺវាអូសទៅទាំងអស់ហ្នឹងបាទហ្នឹងបងប្អូនអូខេអានេះខ្ញុំនិយាយពី page blog ណាអញ្ចឹងខ្ញុំនិយាយពីមក content ទៀត content អីអូខេចាំមួយ content ទៀតខ្ញុំនិយាយអំពីបាទនិយាយពី food ណាបងប្អូនប្រភេទ food ផុសនៅថ្ងៃណាប្រភេទ food នេះខ្ញុំទីcomment ផុសថ្ងៃសុក្រណាផុសនៅថ្ងៃសុក្រទៅបាទផុសនៅថ្ងៃសុក្រម៉ោងអូខេម៉ោងនេះគួរផុសបាទចាំបន្តិចម៉ោងនេះគួរផុសគឺក្នុងម៉ោង7ល្ងាចណាដល់ម៉ោង9អូខេអញ្ចឹងខ្ញុំនឹងប្រាប់ថាមូលហេតុអីបានជាគួរផុសពីម៉ោង7ដល់ម៉ោង9ដោយសារតែនៅទូទៅ food បើយើងចង់ផុសទៅក្រៅប្រទេសគឺបងប្អូនបាទគឺចន្លោះពីម៉ោងនេះពីម៉ោង7ដល់ម៉ោង9នេះគឺនៅខាងប៉ែកក្រៅប្រទេសចំណាយ system អីផ្សេងគឺគេព្រឹកហើយណាគឺគេព្រឹកយប់យើងព្រឹកគេណាចឹងខ្លះគាត់អាច scroll YouTube មើលទៅអានេះខ្ញុំលេងឡើងដែរចាណាមានតែលេខអូខេចឹងមើល content ទៀតខ្ញុំដាក់ប្រភេទចាំតិច fishing ចុះទូទៅពួក content fishing នេះគឺប្រភេទ content ដែលបែកក្រៅប្រទេសចូលចិត្តមើលដែរចឹងគួរផុសថ្ងៃណាអាហ្នឹងពួកអាចផុសថ្ងៃសៅរ៍បានណាថ្ងៃសៅរ៍គឺថ្ងៃអាទិត្យណាបងប្អូនចឹងខ្ញុំដាក់នៅថ្ងៃថប់ចាំតិចខ្ញុំ copy ហ្នឹងមកហើយនឹងធ្វើផ្សេងទៀតណាហើយផ្សេងកាត់ណាថ្ងៃសៅរ៍បាទផុសថ្ងៃសៅរ៍ម៉ោងម៉ែនគួរផុសទូទៅយកឲ្យផុសម៉ោង5ល្ងាចផុសម៉ោង11យប់ណាដល់ម៉ោង11បាទ5ល្ងាចម៉ោង5ល្ងាចដល់ម៉ោង11យប់បាទអញ្ចឹងបានន័យថាចន្លោះពីម៉ោងនេះគឺគេពេញយកមើល YouTube ដែរនៅបែកបរទេសបែក content fishing បាទពួក fishing នេះហ្នឹងជាឱកាសរបស់យើងហើយយើងផុសវីដេអូមួយទឹក1ឬក៏2អញ្ចឹងទៅតាមជាក់ស្ដែងនៃការផលិតវីដេអូបងប្អូនបើថាបងប្អូនមានពេលផលិតច្រើនដាក់មួយទឹក2 3ក៏បានបើថាបងប្អូនដាក់មួយទឹក2 3choខ្ញុំចែកម្លេចម៉ោងផុសទៀតថ្ងៃផុសទៀតផុសថ្ងៃណាថ្ងៃណីអាហ្នឹងណាអស់ម៉ោងណាចាំតិចបាត់ហើយខ្ញុំបោវីដេអូមួយទៀតតទៀតតែខ្ញុំផុសថ្ងៃ1 2 3សំទោសមួយអាទិត្យ3ខ្ញុំនឹងចែកម្លេចថ្ងៃផុសម៉ោងផុសដូចគ្នាណាបងប្អូនអូខេចឹងខ្ញុំនឹងឲ្យមើល dashboard មួយចំនួនខ្ញុំបានរត់ទុកពេលវេលាល្អសម្រាប់ YouTube 2025ណានេះអូខេម៉ោងផុសម៉ោងម៉ានអីម៉ោងម៉ានល្ងាចអ្នកចូលផ្ទះមើលអីផ្សេងៗទៅយកអាហ្នឹងទៅអនុវត្តទៅបាទតាមមក content ទៀតមួយ content ទៀតខ្ញុំដាក់ប្រភេទចាំទីបងប្អូនមួយ content ទៀតជាប្រភេទcontent ដែលថតប្រភេទសត្វបាទសត្វព្រៃណាបាទចាំមើល content ទៀតខ្ញុំដាក់ប្រភេទសត្វព្រៃអូយទៅឲ្យទៅសត្វយកទាំងអស់សត្វអីក៏បានដែរប្រភេទសត្វអីក៏បានដែរសត្វមន់សត្វទីអីតែមន់មិនផុសតែមន់ដូចជាអត់ទៅល្អប៉ុន្មានទេសត្វឆ្កែសត្វស្មាអីបាទតែចិត្តមើលណាមានគេមានសត្វឆ្កែអូសន្ទុះស៊ីបាយមានខ្ញុំសត្វឆ្កែសត្វឆ្មាហើយនឹងសត្វចិញ្ចឹមទៀតបងប្អូនអាចយកទៅផុសបាន
ចឹងចំពោះសัตว์នេះមកនៅថ្ងៃណាថ្ងៃយើងផុសល្អបាទដល់ថ្ងៃហ្មងថ្ងៃយើងផុសទៅវាល្អថ្ងៃច័ន្ទខ្ញុំបាទថ្ងៃច័ន្ទអានោះគឺល្អហើយចំពោះម៉ោងផុសម៉ោង 7 ព្រឹកណាព្រឹកនៅកម្ពុជាពេលព្រឹកដល់ម៉ោង 11 ថ្ងៃណាម៉ោង 7 ព្រឹកដល់ម៉ោង 11 ទៅមកពុនផុសនៅម៉ោងណាក៏បានណាប៉ុន្តែយកថ្ងៃច័ន្ទទេខ្ញុំថាដាក់តាមអារ៉ាមកថាដាក់ 4 បាននេះចឹងថាខ្ញុំទ្របលេងហើយមានប្រសិទ្ធភាពណាតែលេងឲ្យមានប្រសិទ្ធភាពមានអ្នកមើលច្រើនអាហ្នឹងខ្ញុំធ្លាប់ធ្វើតាមហ្នឹងតាមបទពិសោធន៍របស់ខ្ញុំក៏យកវាមកចែករំលែកជូនបងប្អូនទៅអូខេចឹងអានេះថ្ងៃចំនួនថ្ងៃយើងបាននិយាយណាបាទការកំណត់ម៉ោងផុស YouTube ឲ្យមានគេមើលឃើញច្រើន2 ថ្ងៃមក2 ថ្ងៃ2 ថ្ងៃគឺ2 ថ្ងៃអូខេច្រើនខ្ញុំសូមរាប់អានេះចុះបលមិញចឹងយើងយកអា content ទាំងនេះទៅអនុវត្តទៅហើយបើបងប្អូនធ្វើប្រភេទចម្រៀងនៅខ្មែរបងប្អូនដាក់ដែរចម្រៀងផុសថ្ងៃណាក៏បានតែវាល្អផុសជាងម៉ោងជាងថ្ងៃក៏ល្អវារិចដែរចម្រៀង content ចម្រៀងវាមិនព្រោះក៏បានយូរបានទេបងប្អូនវាឆាប់ដាច់ channel អូខេខ្ញុំប្រាប់ប៉ុណ្ណឹងហើយមួយទៀតខ្ញុំនឹងបញ្យល់នៅវីដេអូក្រោយណាខ្ញុំសេទៅហើយបាទមានគេខ្លះក្នុងការផុសវីដេអូអុយរិចខ្ញុំសូមបើកមុខកញ្ចក់ឲ្យសរសេរសិនមានអីគេថៃថលឲ្យច្រឡំសេខ្មែរបាទថៃបាទថៃថលបាទថៃថលបូកអីទៀតបូក text ហើយខ្ញុំនឹងបញ្យល់វីដេអូក្រោយណាបូក text បូកSEO បាទប៉ុណ្ណឹងបានអាហ្នឹងវាសំខាន់ពេញបាទហើយខ្ញុំនឹងបញ្យល់នៅវីដេអូក្រោយថា title ប្រើសម្រាប់អីtext ប្រើសម្រាប់អី SEO ប្រើសម្រាប់អីណាខ្ញុំនឹងចែករំលែកនៅវីដេអូក្រោយនៅចំណុច3នេះហើយខ្ញុំបញ្យល់មួយឲ្យបានខ្វះក្បាយទៅកាន់បងប្អូនដែលដៃថ្មីបាទម៉ូដដៃថ្មីណាចឹងខ្ញុំនឹងប្រាប់វិធីសាស្ត្រទាំង3នេះបាទងាយបងប្អូនហើយខ្ញុំនឹងស្វែងរកគន្លឹះថ្មីទៀតទាក់ទងទៅនឹង YouTube កន្លែងខ្លះខ្ញុំបានបទពិសោធន៍ពី YouTube ច្រើនព្រោះខ្ញុំធ្វើ YouTube យូរឆ្នាំដែរហើយប៉ុន្តែអត់ដែលធ្វើចំណាចំណេះដឹងទេនេះទើបតែធ្វើដែរណាចែករំលែកកម្មបងប្អូនបទពិសោធន៍ច្រើនយើងក៏ទទួលបានចំណេះដឹងពី YouTube កាន់តែច្រើនអញ្ចឹងណាហើយយើងក៏ចូលទៅចែករំលែកបងប្អូនដែរមិនលក់ណាឲ្យព្រីបាទបើថាផុសវីដេអូទៅអត់អ្នកមើលទេអានឹងចាំវាព្រីហ្នឹងហើយនិយាយលេងបងប្អូនអូខេអញ្ចឹងវីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងណាហើយចាំជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងបញ្យល់អំពី tag title SEO មួយទៀតអូខេបងប្អូនហើយកុំភ្លេច subscribe ផងបើចូលចិត្តវីដេអូរបស់ខ្ញុំបាយបាយ